កងរៀបរាប់តិចមើលអ្វីដែលតើយោធាថៃនឹងបានពាត់យកផ្ទះសម្បែងរបស់កងនឹងប្រមាណហត្តាដែរកងចំការដងខ្ញុំនៅជាប់នឹងប៉ុស្តិ៍ដែលវារុះរើអស់ហ្នឹងឃ្លាតពីហ្នឹងទៅប្រហែលជា300ម៉ែត្របាទ300ម៉ែត្របាទហើយពី300ម៉ែត្រហ្នឹងក្នុងចន្លោះ300ម៉ែត្រហ្នឹងគឺដីខ្ញុំ100ម៉ែត្រហើយទៅជើងអញ្ចេះ300ម៉ែត្រ300ដែរបាទទៅចេះ300ម៉ែត្រដែលយោធាថៃត្រូវពាត់យកហ្នឹងពាត់យកផុតមកដល់200មកទៀតហើយពីលៀងមកដែរបាទដល់200ម៉ែត្រហើយបាទហើយដំណាំកង់អីល្អទេមើលទៅល្អអីវាយកអាស្អីនោះមកជន់ខ្ទេចអស់ហើយអាកង់ច្រវាក់វានោះអារត់ក្រោះវាមកថ្ងៃដំបូងហ្នឹងបាទវាជន់តែម្ដងបាទហើយវាជន់ខ្ទេចអស់ហើយជន់ក្នុងដើមដូងណាដែលខ្ពស់ដែលឡើងគល់ទៅវាជន់រួចវាអត់ទេបាទទៀបអស់លីងបាទរាប់រយដើមបាទភូមិព្រៃច័ន្ទនេះពីដើមវាជាតំបន់បតោងប្រពេញបាទប៉ុន្តែមិនមែននៅកន្លែងនេះទេបាទកងនោះវាឃ្លាតពីហ្នឹងទៅប្រហែលជា2គីឡូវាមានខូវាមួយតបយើងពីដើមទៅនៅក្នុងបាទដល់ក្រោយមកហ្នឹងចេះតែវាចេះតែកិលមកដល់យើងជិលឆ្លោះជាមួយនឹងវាអត់ដូចឥឡូវទេណាបាទឥឡូវនេះយើងស្រុះគ្នាទៅដល់យើងអាចទប់វាបានហើយក៏សម័យនោះយើងទៅងើបឲ្យយើងទៅធ្វើម៉េចទប់វារកតែកម្លាំងបាយសឹងមិនបានអញ្ចឹងវាវិញប៉ុន្មានតាមតែតំណើងចិត្តវាទៅចេះតែប្រថុយមករហូតមកដល់អាប៉ុស្រាល់ថ្ងៃហ្នឹងបាទហើយអញ្ចឹងនៅប៉ុណ្្នឹងនឹកឃើញថាបានសុកហើយមិនសុកទៀតវាយកអារត់ក្រោះហ្នឹងយកមកជន់អានេះដំណាំអ្នកស្រុកអស់មួយជំនាញនេះទៅបង្ហូតបាទទៅជើងទៅត្បូងបាទណាចឹងប្រវត្តិដែលកងចឹងនៅពេលដែលស្រុកយើងកើតសង្គ្រាមបងប្អូនជនភៀសខ្លួននៅពេលដែលសង្គ្រាមស៊ីវិលនៅនោះហ្នឹងខ្ញុំចង់និយាយហ្នឹង2គីឡូពីហ្នឹងទៅបាទនៅនោះមិននៅនេះទេបាទនេះតំបន់5បាទនេះតំបន់5ហើយបាទអាហ្នឹងតំបន់5ហៅព្រៃច័ន្ទបាទព្រៃច័ន្ទតំបន់1បាទអញ្ចឹងវាមាន5តំបន់ជនភៀសខ្លួនប៉ុន្មានទាំងនេះទេនៅខាងនោះនៅតាមខូនៅទាំងអស់រហូតគ្រប់5តំបន់នោះបាទទៅទល់គ្នានឹងស្រុកផ្សាយជែកបាទប៉ុន្តែរឿងដូចខ្ញុំជម្រាបអញ្ចឹងថាវាមិនអាចនៅបានមួយថ្ងៃធ្វើម៉េចវាបានឲ្យបានតែទឹកក៏វាយកដែរណាវាបកិលបាទអញ្ចឹងបាទវាបកិលរហូតមកទល់ថ្ងៃនេះមកដល់ហ្នឹងបាទដល់ឥឡូវហ្នឹងក្បួនចាស់ផងវាមកទៀតបើគិតវាចូលបើសិនជាវាចូលដីយើងហើយប្រហែលទេកងបើកងចូល3គីឡូហើយពីនោះមកជាម្ចាស់ស្រុកម្ចាស់ស្រែណាកង3គីឡូអត់បាត់ទេពីហ្នឹងទៅ3គីឡូហើយវាអត់ដែរមានប្រជាជនទេបាទប្រជាជនវាអត់មកទេបើដឹងដីរបស់ខ្មែរហ្នឹងវាអត់មកទេនោះនៅក្នុងបាទហើយអញ្ចឹងវាទុកដីប្រឡោះកដាលហ្នឹងវាដាំអំពៅទៅវាដាំអីទៅផ្នែកខាងលិចបាទតែឲ្យប្រជាជនវាមកអត់មកទេបាទចុះនៅទីនេះខ្ញុំធ្លាប់ឮគេនិយាយថាដីខ្មែរតែស្រែសៀមអត់ទេសៀមមិនមានចូលដល់នេះធ្វើស្រែទេនោះធ្វើស្រែរបស់វាធ្វើលើដីយើងតែម្ដងអាដាំអំពៅដូចខ្ញុំជម្រាបប្រាប់ហ្នឹងបាទហើយចឹង3គីឡូវាធ្វើទាំងណាក៏បានគាត់តែមកធ្វើប៉ុន្តែមិនមែនជាកម្មសិទ្ធិបាទឲ្យតែវាត្រូវគ្នាមួយរដ្ឋអំណាចគ្នាវាទៅកន្លែងណាដែលនៅសល់ទៅវាធ្វើអាហ្នឹងបាទចេះតែធ្វើដើម្បីកុំឲ្យមានព្រៃដុះវាคล้ายទៅជាដីអ្នកស្រុករបស់ថៃទាំងអស់ហ្នឹងទៅបាទដីហ្នឹងដីខ្មែរទេបាទបើសិនដូចចូលបានដូចវាដើមណាខ្ញុំនាំអូនទៅកាន់អាកន្លែងយើងជីកខូអាពាក្យថាខូមួយម៉ាន់ភាសាថៃអាត្រង់សេហ្នឹងបដោយបង្ហូរទៅជើងទៅបងមកបានវាមកហួសហើយមកបាទប៉ុន្តែមានន័យថាវាចូលយកដីខ្មែរយើងវាច្រើនអានេះរហូតដល់ឥឡូវនេះក្នុងសម័យមុនវាអង្គិលបន្តិចបាទប៉ុន្តែសម្រាប់ឥឡូវនេះគឺវាធ្វើលក្ខណៈទ្រង់ទ្រាយធំដាក់បលាលុះពាត់យកបណ្ដោយវាដឹងថាអស់ទៅមុខទៀតរួចហើយអញ្ចឹងវាខាន់យកទំនឹងយកមែនតែនបណ្ដោយហ្នឹងដើម្បីឲ្យចំណេញអាខាងនោះបើមិនយើងដេញទៅវិញបើវាថយក៏លើតែវាចំណេញដែរមិនអញ្ចឹងអញ្ចឹងព្រំដែនហ្នឹងត្រូវធ្វើសារថ្មីទៀតហើយដល់វាដេញដល់ទៅម៉ានឥឡូវវាសុកចិត្តដល់ម៉ានថា3គីឡូបើចែកជា2វាបាន1គីឡូកន្លះក៏វានៅតែចំណេញបាទឥឡូវមិនចឹងឥឡូវអូនពិចារណាមើលឥឡូវវារកឲ្យយើងខឹងបាទកាលណាគេដោះស្រាយអញ្ចឹងវាយកពាក់កណ្ដាលបាទ
bà thay dương thấy 3 kg chẳng bị cháy này chụp pi đó bà chẳng bị vô 1 kg cả lá dương bán đây dương đọt đáy là bỏ dương đó bà 1 kg ví dụ đây ví dụ đây dương 3 kg cháy bà bị cháy mà cháy chụp pi bà ví dụ bà sân ví dụ lấy ví dụ đây dương 3 kg 3 kg bà 3 kg chắc bà sân giờ ví dụ cả là kg tiếp bà dụ 3 kg cháy mua dưới con đây dương là nói tới dương biết ăn cho nên biết cho nên là non 1 kg là bà nó cầm việc thi có buồn bên nó cái việc thơ tăng việc đau mà nó ăn phi sờ máy chất muốn bà nó việc thơ cá về muốn viên cá mấy còn viên cáแล้วปอบ่เวียตำนี่ bà เอาตีฮอได้จังอันนั้นปอเวีย bà ไอ้ปอยืงในขังนี่เนี่ย bà ไงหลังเวียกัลมอนนั่งเวียรุนยืง มันติดอ่ะ เอาตัวมุกเตาถ่าแล้วคัดตะโนเตาเมียนปัญหาไอ้จังอีไอ้เจโจยืงอะไรตัวได้มันจัง bà ก็ปันนั่งจังใบชนำกรอยม้อเวียไทยหมดตี bà ไอ้ยืงจะถอยหมดตามเวียปเพลินนั่งเพลินดมบอลโรซีระบอเนี่ยสกเตอร์เมา bà จังไง ท่านน่ะcho nó để ông này cho ca rồi bỏ ông này là nắng មាននេះចុងក្រោយគេបំផុត ចុងក្រោយគេដែរវីយូ បាទវាដេញនៃ ចឹងមកច្រកហ្នឹងពីដើមយើងដល់ដូរទំនិញចឹងដែរ ទំនិញនេះទំនិញផ្លូវហ្នឹងឯងចេះ អាផ្លូវយ៉ាងនេះណា បាទឡានវាមកបានមកដេញដេញទៅមកនេះឯង បាទ ច្រកវាចេញចូលគេហៅរបៀង ច្រករបៀងអូទីនេះច្រករបៀង បាទរបៀង ចេញចូលការដោះដូរទំនិញបន្លែ ទំនិញបន្លែបកាខ្មែរយើងមកក៏ធំហ្នឹងទៅ បាទពោតអីចឹងទៅ បាទវាមកក៏ធំហ្នឹងទៅដើរកំឡងដើរមកចប់ពីនោះទៅមកសម្រាប់សេដ្ឋកិច្ច បាទ តូចឡងមកបាទឡងមកហើយការទៅមកវាក៏ចូលមកយើងក៏ទៅវាទៅបាទកាលណាវាមានផែនការធ្វើអញ្ចឹងវាកិលហើយវាកិលហើយវាឲ្យយើងថយទៅទៀតទៅយើងអត់រឿងសុខចិត្តថយប៉ិនដល់ក្រោយមកទៀតឈប់បដឈប់ថយ បាទ 3 គីឡូហ្នឹងថយមិនទៀត បាទ នៅពេលដែលយើងអត់ថយវាទៅបង្កើតរឿងនៅខាងនោះហើយវាមកយកខាងនេះ នេះមិនមែនជាដីរបស់ខ្មែរទេហេតុអីក៏ពួកខ្ញុំអាចយកលុយធនាគារបានហើយខ្ញុំមានប្លង់កម្មសិទ្ធិគ្រប់គ្រាន់ពេញច្បាប់របស់ខ្ញុំស្នើលុយធនាគារបានរាប់ម៉ឺនដុល្លារហើយខ្ញុំប្រកបមុខរបរនៅនេះយូរណាស់ហើយខ្ញុំកើតមកឡើង46ឆ្នាំហើយអញ្ចឹងខ្ញុំសួរថាសូមបីតាថៃនៅគៀននេះពីដើមមិនអត់មានទេមានតែប្រៃអាស័យទាំងអស់ខ្ញុំនៅក្មេងតូចប៉ាខ្ញុំធ្វើតែហ៊ាននៅនឹងតំបន់មួយនេះខ្ញុំមិនដែលឃើញមានប្រជាពលរដ្ឋទេតែក្នុងឆ្នាំ93បានខ្ញុំឃើញពួកថៃនឹងមានបានឈូសខ្នល់ឈូសអីនឹងបានមានផ្ទះនៅមួយហើយឥឡូវមកទៅមកស្រែកថាដីរបស់ថៃហើយថាពួកខ្ញុំបំពេញទៅរឿងប្រជាជនថៃដូចយាយផនហ្នឹងគាត់អ្នកចេញចូលនៅខ្មែរនេះរ៉ូស៊ីនៅខ្មែរនេះទៅមកចពាក់លុយខ្មែរជួលខ្មែរទៅធ្វើការឲ្យចពាក់លុយឥឡូវមកចោទថាពួកខ្ញុំទៅបំពេញមិនឲ្យថៃនឹងចូលមកស្អីគេមកធ្វើស្រែមកកាប់ចកាកាប់អីខ្ញុំមានបានឯណាខ្ញុំនៅក្នុងលបងពួកអ្នកឯងបិទខ្ញុំខ្ទប់ជាប់នេះសួរតែខ្ញុំមានអីតតាំងខ្ញុំនៅក្នុងលបងជាប់ហ្នឹងអ្នកឯងមកធ្វើអីធ្វើទៅដីអ្នកឯងតែអ្នកឯងតើអ្នកមកបំពេញដល់ទឹកដីខ្ញុំរងថ្ងៃខ្ញុំរស់នៅក្នុងលបងអ្នកឯងដាក់ទេខ្ញុំមិនមែនបានចេញទៅក្រៅដូចអ្នកឯងចោទទេនេះដេញប្រជាជននៅតំបន់នងចាកែវអ្នកនិយាយខ្ញុំច្បាស់ណាស់គាត់បំពេញទាំងមិនមែនជាការពិតចោទលើខ្មែរទាំងអស់សូមឲ្យខាងគេហៅគេអង្គការធំអង្គការពិភពលោកអន្តរជាតិសូមជួយមើលពួកខ្ញុំផងខ្ញុំពិតជាប្រជាជនខ្មែរមែននៅទឹកដីភូមិព្រៃច័ន្ទនេះមែនព្រោះអីដីនេះដីកំណើតរបស់ខ្ញុំកូនខ្ញុំកើតមកនៅនេះទាំងអស់5-6នាក់រហូតដល់ខ្ញុំមានចៅអញ្ចឹងខ្ញុំអត់បានទៅប៉ះពាល់ដីស្រែដីចការបស់ថៃទេដីនេះជាដីពិតរបស់ខ្មែរមែនព្រោះអីសូម្បីតែខ្ញុំរងថ្ងៃដីនេះតាំងថៃកំពុងតែទៀមទាតែដីនេះខ្ញុំនៅជាពាក់លុយអង្គការ$10000ជាងដើម្បីយកមកធ្វើផ្ទះមិនតាន់នឹងហើយផងហើយគាត់មកចោទថាដីរបស់ថៃសួរថាគាត់មានអីមកសំអាង